ក្រសួងអប់រំយុវជននិងកីឡាទទួលបានគម្រោងធំមួយទៀតជាជំហានទី2ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិនសម្រាប់សាកលវិទ្យាល័យរដ្ឋនៅខេត្តក្រចេះ ពិធីប្រគល់ទទួលដាក់ឲ្យប្រើប្រាស់គម្រោងជំហានទី2ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិនរួមមានអគារអន្តេវាសិកដ្ឋានសម្រាប់សិស្សនិងគ្រូចំនួន4ខ្នង80បន្ទប់ប្រព័ន្ធលូរំដោះទឹកភ្លៀងអាងច្រោះសំណល់រាវទីលានកីឡាបាល់បោះកែលម្អមន្ទីរពិសោធន៍កែច្នៃចំណីអាហារនិងមន្ទីរពិសោធន៍វិទ្យាសាស្ត្រដំណាំបានធ្វើឡើងក្រោមអធិបតីភាពអាយុដើមវងភិរុនអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងលោកជំទាវ សុង ជី ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំនៅកម្ពុជារួមប្រតិភូនឹងការចូលរួមអបអរសាទរពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តសាស្ត្រាចារ្យនិងសិស្សនិស្សិតយ៉ាងច្រើនកុះករនៅថ្ងៃទី30 ខែតុលាឆ្នាំ2025ថ្លែងក្នុងឱកាសនោះលោកជំទាវ សុង ជី ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំនៅកម្ពុជាបានសម្ដែងការចូលរួមអបអរសាទរចំពោះសាកលវិទ្យាល័យដ៏ធំមួយនៃប៉ែកឦសានកម្ពុជាដែលជាសាកលវិទ្យាល័យរបស់រដ្ឋកសាងឡើងដោយមានការឧបត្ថម្ភគាំទ្រពីប្រទេសចិនដែលជាប្រទេសមានសម្ព័ន្ធមិត្តហើយការដែលបង្កើតឲ្យមាននៅសាកលវិទ្យាល័យរដ្ឋនេះគឺដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សឲ្យប្រកបដោយចំណេះដឹងនិងសមត្ថភាពកាត់បន្ថយចំណាយបង្ខិតសេវាអប់រំឲ្យកាន់តែគៀកចិត្តនៅមូលដ្ឋានប្រជាពលរដ្ឋនិងជាពិសេសគឺដើម្បីចូលរួមកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនមានប្រសាសន៍បន្ថែមអាយុដើមវងភិរុនអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានគូបញ្ជាក់ថាក្រោមគោលនយោបាយខេត្តមួយមានសាកលវិទ្យាល័យរដ្ឋមួយដែលដាក់ចេញដោយគោលនយោបាយជាតិអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជានិងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃចក្ខុវិស័យវែងឆ្ងាយនិងគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាការអភិវឌ្ឍមូលធនមនុស្សគឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងភាពធន់ដើម្បីឲ្យកម្ពុជាសម្រេចបាននៅចក្ខុវិស័យ2050របស់ខ្លួនអាយុដើមបន្តថាកម្ពុជានិងចិនមិនត្រឹមតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេប៉ុន្តែជាបងប្អូនជាអ្នកជិតខាងនិងជាពិសេសជាមិត្តដៃថែបដែលមិនអាចបំបែកបានដែលតែងតែជួយការពារផលប្រយោជន៍គ្នាទៅវិញទៅមកគ្រប់កាលៈទេសៈទាំងនៅក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានប្រវត្តិសាស្ត្រដ៏យូរលង់មិនតិចជាង2000ឆ្នាំបានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងនៃប្រជាជនយើងទាំងពីរយើងសង្ឃឹមថាទីនេះនឹងក្លាយជាប្រទីបពន្លឺនៃក្តីសង្ឃឹមជាកន្លែងជួយសម្រេចសុបិនជាកន្លែងបង្កើតទេពកោសល្យជាដំរាយផ្លូវចេញដំណើរឆ្ពោះទៅកាន់អនាគតដ៏ល្អប្រសើរនៃធនធានមនុស្សដែលប្រកបដោយគុណភាពរបស់ប្រទេសយើងផងដែរ